បាទជំរាបសួរលោកគ្រូចឹងថ្ងៃនេះខ្ញុំចង់បង្ហាញពី command prompt ខ្លះនៅក្នុងអឺ Pop OS ចឹងជាដំបូងយើងបើកជាមួយនឹង command prompt យើងមកយើងវាយ pwd បាទហើយបន្តមកទៀតខ្ញុំនឹងចូលទៅក្នុង folder document ចឹងយើងវាយcommand cd document ដើម្បីចូលដល់ខាងក្នុងហ្នឹងហើយខ្ញុំ list វាដើម្បីបង្ហាញថាអត់មាននៅក្នុងហ្នឹងទេអញ្ចឹងខ្ញុំបង្កើត folder មួយគឺ mkdir su30 ចេះបង្កើត folder នៅក្នុងនេះក្នុង document ហ្នឹង su30 តើបើទៅខ្ញុំ list ក្នុងហ្នឹងទៅទេអត់មានអីទេtouch su30/dara.txt ដើម្បីបង្កើតfile text នៅខាងក្នុង folder ហ្នឹងអញ្ចឹងខ្ញុំវាយ command មួយទៀត echo hello កន្លែងខ្ញុំសេអខុស hello world ដើម្បីបង្ហាញថាយើងនឹង update អក្សរនៅខាងក្នុងហ្នឹងហ្នឹងហើយអញ្ចឹងបន្តមកទៀតខ្ញុំ cat su30 /dara សញ្ញាធំជាង /dara.txt អានេះខ្ញុំចេះខុសdara.txt អូខេអានេះខ្ញុំបង្កើតនៅខាងកន្លែង document អញ្ចឹងខ្ញុំត្រូវលុបវាចេញវិញអញ្ចឹងcomment សម្រាប់លុបវាគឺ rm rm dara.txt អូខេអញ្ចឹងលុបវិញហើយខ្ញុំចូលទៅក្នុង folder su30 វិញអូខេក្នុងនេះមាន text dara.txt អញ្ចឹងខ្ញុំ echo ប្រើ command ដើម្បី update វាអញ្ចឹងអានេះយើងបង្ហាញនៅខាងក្នុងហ្នឹងថាមានពាក្យអីនៅក្នុងហ្នឹងអញ្ចឹងខ្ញុំសរសេរ hello world មិញឥឡូវខ្ញុំ echo hello world ដើម្បី update វា pop os សញ្ញាធំជាង su30/dara.txt នេះខ្ញុំប្រើ comment ម្ដងទៀត echo hello world សញ្ញាធំទាំងអស់ធំសញ្ញាធំជាង dara.txt អញ្ចឹងវា update ទេអញ្ចឹងខ្ញុំប្រើ command cat cat dara.txt អញ្ចឹងក្នុងហ្នឹងគឺយើងបាន update ហើយទៅជា hello world វិញអញ្ចឹងយើងនេះអូខេអញ្ចឹងខ្ញុំចាប់ផ្ដើមលុបវាវិញ rm dara.txt អូខេ clear ចេញហើយខ្ញុំលុបទៅលើ folder ឈ្មោះsu30 ហ្នឹងអូខេអញ្ចឹងខ្ញុំ back ទៅខាងក្នុង folder ហ្នឹងវិញសិនយើងប្រើ command cd សញ្ញានេះហើយ /document អញ្ចឹងយើងទៅ back ទៅលើ file document វិញហើយបន្ទាប់មក list ដើម្បីបង្ហាញថាក្នុងនោះមាន folder អីគេខ្លះហើយខ្ញុំប្រើ command rm rmdir su30 ដើម្បីលុបអាហ្នឹងចោលអូខេអញ្ចឹងខ្ញុំលុប su30 បានជោគជ័យហើយcommand prompt ដែលយើងប្រើបន្ទាប់ទៀតគឺ who am I អញ្ចឹងឈ្មោះខ្ញុំឈ្មោះ Dara host name បាទ pop os តបមកទៀតយើងប្រើ command មួយទៀតdf.h តបមក free -h ហើយ top តបមកយើងចុច control c មួយមកហើយ ping google.com យើង control c ម្ដងទៀតមកដើម្បីចូលទៅ comment យើងវិញណាអូខេអញ្ចឹង IP addr ហើយ sudo apt update យើងចាំបន្តិចសិនមកឲ្យវា pop កន្លែង y password បញ្ចូលហ្នឹងហើយអញ្ចឹងpassword យើងវាយមក password នេះមើលអត់ឃើញទេខ្ញុំវាយ password របស់ខ្ញុំបន្ត
បន្ទាប់មកវានឹងបន្តការ update អូខេអញ្ចឹងមានវីដេអូមានតែប៉ុណ្្នឹងបាទអរគុណច្រើន